សាបាត់ខឹងហើយពស់ក៏ឃ្លានដែរនាងក្រោកឈរឡើងហើយក៏ដើរត្រឡប់ទៅផ្ទះវិញនាងបានចូលទៅសុំទោសអ៊ំលក់ស្ករគ្រាប់សារភាពពីកំហុសរបស់ខ្លួនគាត់មិនត្រឹមតែលែងខឹងនាងថែមទាំងឲ្យស្ករគ្រាប់មួយដើមទៀតទៅនាងទៀតផងបន្ទាប់មកសាក៏មករកយាយអេងដែលជាអ្នកជិតខាងរបស់នាងហើយក៏សុំទោសគាត់យាយអេងមិនបានប្រកាន់ទោសពីអ្វីសាទេគាត់ថែមទាំងអោបនាងដោយក្តីស្រឡាញ់ទៀតផងសាបានមករកមិត្តល្អរបស់នាងសូមទោសដូចគ្នានាងយកស្ករគ្រាប់មួយដើមមកឲ្យលីក៏ញញឹមដោយក្តីសប្បាយរីករាយផ្លូវមួយខ្សែនេះក៏ត្រឡប់មកក្លាយជាផ្លូវដែលអ៊ូអរនិងសប្បាយរីករាយឡើងវិញត្រឡប់មកដល់ផ្ទះវិញម៉ាក់បានត្រៀមអាហារឆ្ងាញ់ៗជាច្រើនរៀបពេញតុគ្រួសារទាំងមូលក៏បានជួបជុំគ្នាទទួលទានអាហារពេលល្ងាចយ៉ាងសប្បាយរីករាយចំណេះគួរដឹងការខឹងសម្បាមិនត្រឹមតែប៉ះពាល់ដល់សុខភាពខ្លួនឯងថែមទាំងប៉ះពាល់ដល់អារម្មណ៍របស់អ្នកដទៃផងដែរដូច្នេះហើយយើងត្រូវចេះគ្រប់គ្រងកំហឹងដូចជាការដកដង្ហើមវែងៗហាត់ប្រាណស្ដាប់ភ្លេងឬរកមិត្តភ័ក្តិរៀបរាប់ជាដើមការគ្រប់គ្រងអារម្មណ៍គឺជារឿងសំខាន់ណាស់នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃការផ្លាស់ប្ដូរអារម្មណ៍ចូលប្អូនសាកគូររូបដែលមានអារម្មណ៍ខឹងនិងអារូបនិងរូបមួយទៀតដែលមានអារម្មណ៍សប្បាយរីករាយមើលថាតើមួយណាដែលមើលទៅមានទឹកមុខគួរឲ្យស្រឡាញ់ជាង